បាលកិច្ចល្អមូលដ្ឋានរៀបចំឡើងសម្ដៅរួមចំណែកអភិវឌ្ឍសមត្ថភាពស្ថាប័នទាំងស្ថាប័នរដ្ឋនិងស្ថាប័នមិនមែនរដ្ឋឆ្ពោះទៅបង្កើនគុណភាពនៃការផ្តល់សេវាសាធារណៈឲ្យកាន់តែបានល្អប្រសើរតាមរយៈលើកកម្ពស់ឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋានប្រកបដោយតម្លាភាពសមភាពនិងភាពយុត្តិធម៌សង្គមលោកអ្នកកំពុងស្ដាប់ការផ្សាយឡើងវិញរបស់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានចា៎នេះខ្ញុំធីតាសូមជម្រាបសួរលោកស្រីនាងកញ្ញានិងប្រិមិត្តដែលកំពុងតែបើកស្ដាប់នៅការផ្សាយរបស់កម្មវិធីសម្លេងប្រជាធិបតេយ្យ VOD ដែលកំពុងតែផ្សាយតាមរយៈស្ថានីយ៍វិទ្យុសារកា FM 106.5 និងប្រិមិត្តដែលកំពុងតែបើកស្ដាប់តាមរយៈគេហទំព័រ www.vdhotnews.com ជាទីគោរពរាប់អានអភិបាលកិច្ចល្អផ្ដើមចេញពីយើងទាំងអស់គ្នាក្នុងការអភិវឌ្ឍសង្គមប្រិមត្តអ្នកស្ដាប់ជាទីមេត្រីនេះខ្ញុំក៏សូមជម្រាបជូនទៅដល់លោកអ្នកផងដែរថាកម្មវិធីអភិបាលកិច្ចល្អមូលដ្ឋាននេះគឺរៀបចំដោយការិយាល័យសម្របសម្រួលគម្រោងអភិបាលកិច្ចល្អក្រសួងមហាផ្ទៃសហការផលិតដោយអង្គការ CHEM និងឧបត្ថម្ភថវិកាដោយធនាគារពិភពលោក OSAID និងរដ្ឋាភិបាលចា៎លោកអ្នកកំពុងស្ដាប់ការផ្សាយឡើងវិញរបស់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានកម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានគឺរៀបចំឡើងសម្ដៅរួមចំណែកអភិវឌ្ឍសមត្ថភាពស្ថាប័នទាំងស្ថាប័នរដ្ឋនិងស្ថាប័នមិនមែនរដ្ឋឆ្ពោះទៅបង្កើនគុណភាពនៃការផ្តល់សេវាសាធារណៈឲ្យកាន់តែល្អប្រសើរតាមរយៈការលើកកម្ពស់ឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋានប្រកបដោយតម្លាភាពសមភាពកណន័យភាពនិងមានយុត្តិធម៌សង្គមផងដែរកម្មវិធីអភិបាលកិច្ចល្អមូលដ្ឋាននឹងពិភាក្សាទៅលើប្រធានបទស្តីអំពីថាតើវិវាទការងារត្រូវដោះស្រាយដូចម្ដេចចាស់ដែលនៅក្នុងបន្ទប់ផ្សាយគឺយើងមានវាគ្មិនមួយរូបគឺលោកអ៊ីសំភីដែលជាប្រធានផ្នែកបណ្ដុះបណ្ដាលនិងទំនាក់ទំនងនៃមូលនិធិអាជ្ញាកណ្ដាលនេះជាការផ្សាយឡើងវិញរបស់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានដូចម្ដេចទៅដែលហៅថាវិវាទការងារចាស់សូមអញ្ជើញលោកសំភីចាស់វិវាទការងារគឺជាវិវាទឬក៏ទំនាស់ដែលកើតឡើងរវាងនយោជកឬក៏យើងហៅភាសាសាមញ្ញថាតកែហើយនឹងកម្មករឬក៏នយោជិតបុគ្គលិករបស់គាត់បាទអញ្ចឹងឧទាហរណ៍ថាមានបុគ្គលិកម្នាក់គាត់ឆ្លោះជាមួយនឹងបុគ្គលិកម្នាក់ទៀតនៅកន្លែងធ្វើការតើនេះគឺជាវិវាទការងារដែរទេចា៎និយមន័យយើងភាសាទៀតគឺតកែឬក៏នយោជកជាមួយនឹងកម្មករគេហៅថាវិវាទការងារគ្រាន់តែកលេចមើលភ្លាមបុគ្គលិកម្នាក់ហើយនឹងបុគ្គលិកម្នាក់ទៀតតកតងទៅនឹងការបំពេញការងារឬក៏លក្ខខណ្ឌការងាររបស់ខ្លួនចុះអាចជាវិវាទការងារឬក៏អាចមិនមែនជាវិវាទការងារអាស្រ័យទៅលើកត្តាផ្សេងទៀតខ្ញុំឧទាហរណ៍ថាជាក់ស្ដែងវិវាទដែលមកដល់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលយើងមានថាក្រុមកម្មករមួយក្រុមគាត់អត់ពេញចិត្តនឹងមេការឬក៏ supervisor របស់គាត់អញ្ចឹងគាត់ក៏បានបង្កបញ្ហាហ្នឹងបង្កទៅជាវិវាទក៏គាត់ក៏សុំទៅដល់តកែរោងចក្រឬក៏ខាងនយោជករបស់គាត់ហ្នឹងឲ្យបញ្ឈប់កម្មករឬក៏ supervisor ម្នាក់ហ្នឹងអញ្ចឹងបើក្នុងករណីនេះគឺជាវិវាទការងារប៉ុន្តែបើសិនជាគាត់តែគាត់ដូចថាឆ្លោះគ្នាបាទជំនួសគ្នារឿងជាមួយ supervisor គាត់កាចអត់ត្រូវរឿងអីប៉ុណ្ណឹងអាហ្នឹងប្រហែលជាអាចមិនមែនជាវិវាទការងារទេចា៎សូមអរគុណលោកអ៊ីសំភីចា៎អភិបាលកិច្ចល្អផ្ដើមចេញពីយើងទាំងអស់គ្នាក្នុងការអភិវឌ្ឍសង្គមចា៎នេះខ្ញុំចង់ជម្រាបសួរលោកផងដែរថាតើវិវាទការងារអ្វីខ្លះដែលបានដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលញឹកញាប់ជាងគេនៅក្នុងនាមលោកដែលធ្វើការនៅខាងក្រុមប្រឹក្សាអាជ្ញាកណ្ដាលចា៎ចាំបន្តិចថាតើក្រុមប្រឹក្សាអាជ្ញាកណ្ដាលគឺជាអ្វីក្រុមប្រឹក្សាអាជ្ញាកណ្ដាលគឺជាស្ថាប័នដែលបង្កើតដោយច្បាប់ការងាររបស់យើងឆ្នាំ97នេះដើម្បីដោះស្រាយវិវាទការងារនៅកម្ពុជាយើងហើយសប្តាហ៍ថ្ងៃនេះក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានដោះស្រាយវិវាទបានជាង1300សំណុំរឿងហើយតាំងពីបង្កើតឆ្នាំ2003កន្លងមកបាទអញ្ចឹងត្រឡប់មកសំណួរវិញគឺថាតើវិវាទការងារអីខ្លះដែលមកញឹកញាប់ជាងគេនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលយើងបែងចែកវិវាទជាប្រភេទចុះអញ្ចឹងចង់និយាយថាថ្នាក់វិវាទ3ដែលមកញឹកញាប់ជាងគេនោះគឺទី1តកតងទៅនឹងការ
បញ្ឈប់បុគ្គលិកឬក៏កម្មករនយោជិតហើយនឹងការដាក់វិន័យចំពោះកម្មករនយោជិតឯហ្នឹងហើយបញ្ហានេះភាគច្រើនគឺពាក់ព័ន្ធទៅនឹងសហជីពឬក៏ចលនាសហជីពបាទជួនកាលអាចមានការបញ្ឈប់ឬក៏ការដាក់វិន័យទៅលើប្រធានសហជីពដែលនៅរោងចក្រអីហ្នឹងទៅអញ្ចឹងនេះជាប្រភេទវិវាទទី1ដែលមកញឹកញាប់ជាងគេប្រភេទវិវាទទី2គឺតាក់ទងទៅនឹងប្រាក់ខែហើយនឹងផលប្រយោជន៍ផ្សេងៗនឹងទាមទារដំឡើងប្រាក់ខែទាមទារឲ្យមានផលប្រយោជន៍ផ្សេងៗឧទាហរណ៍តាក់ទងទៅនឹងលុយព្រីមដែលកម្មករយុទ្ធថាលុយព្រីមគឺលុយប្រាក់រង្វាន់ទៀងទាត់បាទប្រាក់រង្វាន់ទៀងទាត់ប្រាក់ថ្ងៃបាយថ្ងៃត្រង់អីជាដើមហ្នឹងហើយថ្នាក់ទី3នោះគឺតាក់ទងទៅនឹងយើងហៅថាសិទ្ធិនារីដោយសារយើងឃើញថាស្ត្រីកម្ពុជាយើងបានប្រឡូកចូលទៅក្នុងវិស័យការងារហ្នឹងច្រើនហើយជាពិសេសនៅក្នុងរោងចក្រកាត់ដេរឧទាហរណ៍ហើយអញ្ចឹងបានវិវាទហ្នឹងមានច្រើនមែនទែនឧទាហរណ៍តាក់ទងទៅនឹងថាប្រាក់លំហែមាតុភាពការឈប់សម្រាកឧទាហរណ៍សុំឈប់សម្រាកសុំចេញមុន5នាទីឬក៏10នាទីជាដើមហ្នឹងបាទទៅជាកម្មវត្ថុនៃវិវាទលោកអ្នកកំពុងស្ដាប់ការចាក់ផ្សាយឡើងវិញកម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានតើអ្នកណាដែលជាអ្នកនាំវិវាទនឹងមកប្តឹងនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលដើម្បីឲ្យធ្វើការដោះស្រាយចា៎ដោយសារប្រទេសកម្ពុជាយើងសប្តាហ៍ថ្ងៃនេះយើងឃើញថាវិស័យក្រៅពីកសិកម្មនិយាយទៅក្រៅពីកសិកម្មហើយនឹងទេសចរចាចេញទី3ដែលសំខាន់ហ្នឹងគឺវិស័យកាត់ដេរហើយនិងវាយនភ័ណ្ឌហ្នឹងឯងហើយដោយសារវិស័យវាយនភ័ណ្ឌកាត់ដេរនេះគាត់ជួលកម្មករបុគ្គលិករបស់គាត់ហ្នឹងមករោងចក្រច្រើនណាស់មានដល់ 5,000 នាក់ 7,000 នាក់មករោងចក្រក៏មានដែរហើយអញ្ចឹងបានបើនិយាយពីវិស័យដែលនាំវិវាទមកច្រើនជាងគេហ្នឹងគឺខាងវិស័យកាត់ដេរហ្នឹងឯងអភិបាលកិច្ចល្អផ្ដើមចេញពីយើងទាំងអស់គ្នាក្នុងការអភិវឌ្ឍសង្គមរត់មកពីខាងភ្នំពេញចង់សួរថាវិវាទការងារហ្នឹងយើងកុំមើលជ្រុងមួយទូចនៅតែថាដោះស្រាយដោយក្រុមអាជ្ញាកណ្ដាលខ្ញុំចង់និយាយពីការលក្ខណៈវិវាទដែលឈានទៅដល់ដំណាក់កាលមួយដែលទៅតុលាការអន្តរជាតិវិវាទការងារតុលាការអន្តរជាតិក៏ទទួលយកបានទេនៅពេលដែលមានវិវាទកើតឡើងទៅទៀតមកដូចជាវិវាទក្រុមហ៊ុនដែលរដ្ឋមួយគាត់តាំងខ្លួនឲ្យការពារឲ្យកែគាត់ឬក៏កម្មករគាត់ដែលទៅបម្រើការងារនៅស្រុកគេណាចាឥឡូវនេះនាងខ្ញុំសូមបកគលទូនីតិក្នុងការបកស្រាយនៅសំណួរលោករិទ្ធទៅកាន់លោកអ៊ីសំភីដែលជាវិក្កាមកិត្តិយសនៅក្នុងកម្មវិធីយើងតែម្ដងសូមជឿចា៎អញ្ចឹងឧទាហរណ៍ថាឧទាហរណ៍ដូចកម្មករចេញទៅធ្វើការនៅប្រទេសផ្សេងហើយមានបញ្ហាអញ្ចឹងតើរដ្ឋយើងឬក៏រដ្ឋាភិបាលយើងនឹងអាចនាំវិវាទនឹងទៅដោះស្រាយនៅតុលាការអន្តរជាតិមួយដែរទេចម្លើយយ៉ាងខ្លីគឺថាសប្តាហ៍ថ្ងៃនេះពុំទាន់មានតុលាការអន្តរជាតិដែលធ្វើការដោះស្រាយវិវាទការងារដែលកើតនៅក្នុងប្រទេសនីមួយៗទេដូច្នេះវិវាទការងារដែលកើតនៅក្នុងប្រទេសណាគឺយើងជាទូទៅគឺយើងយកច្បាប់ប្រទេសនឹងយកមកអនុវត្តអញ្ចឹងបើសិនជាប្រទេសនឹងកំណត់ថាវិវាទនឹងត្រូវទៅដោះស្រាយនៅតុលាការឬប្រព័ន្ធណាមួយផ្សេងទៀតកម្មករគាត់អាចមានជាក្រុមឬក៏ជាបុគ្គលអញ្ចឹងក៏ធ្វើការដោះស្រាយទៅតាមនីតិវិធីរបស់ប្រទេសមួយនឹងទៅបានលោកអ្នកកំពុងស្ដាប់ការផ្សាយឡើងវិញរបស់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានតើវិវាទការងារនឹងត្រូវបានដោះស្រាយយ៉ាងដូចម្តេចដែរចាសសូមជឿបាទមុននឹងខ្ញុំឆ្លើយសំណួរថាវិវាទការងារដោះស្រាយទៅតាមនីតិវិធីដែលកំណត់នៅក្នុងច្បាប់របស់ប្រទេសនីមួយៗជាក់ស្ដែងនៅស្រុកខ្មែរយើងប្រទេសកម្ពុជាយើងនេះជាសង្ខេបការដោះស្រាយវិវាទការងារនឹងគឺថាវិវាទការងារនៅពេលដែលកើតឡើងស្ថាប័នទី1ដំបូងបំផុតគឺក្រសួងការងាររបស់យើងនឹងឯងគាត់មានជានាយកដ្ឋានមួយដើម្បីយើងហៅថានាយកដ្ឋានដោះស្រាយវិវាទការងារហើយគាត់ជួយដល់នយោជកហើយនឹងកម្មករយោជិតផ្សះផ្សាវិវាទរបស់គាត់ហើយបើសិនជាវិវាទហ្នឹងផ្សះផ្សាទៅគាត់ប្រើពាក្យមិនសះជាបើសិនជាសះជាបានគាត់ឈានដល់កិច្ចព្រមព្រៀងមួយដែលគាត់ព្រមអនុវត្តទាំងពីរនាក់ហើយបើសិនជាអត់សះជាទេគឺគាត់នឹងមើលតើវិវាទជាវិវាទបុគ្គលឬក៏វិវាទរួមបើសិនជាវិវាទហ្នឹងជាវិវាទបុគ្គលអ្នកដែលមានវិវាទហ្នឹងនយោជកហើយនឹងកម្មករនៅក្នុងវិវាទហ្នឹងគឺគាត់ត្រូវទៅធ្វើការដោះស្រាយបន្តនៅស្ថាប័នតុលាការបានប៉ុន្តែបើសិនវិវាទជាវិវាទរួមនឹងបញ្ជូនសំណុំរឿងខាងក្រសួងការងារនឹងបញ្ជូនសំណុំរឿងមកកាន់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដើម្បីធ្វើការដោះស្រាយបាទនេះគឺជាសង្ខេបដំណើរការដោះស្រាយវិវាទការងារនៅកម្ពុជាយើងអភិបាលកិច្ចល្អផ្ដើមចេញពីយើងទាំងអស់គ្នាក្នុងការអភិវឌ្ឍសង្គម
វិវាទការងារគឺដូចជាមានវិវាទរួមផងវិវាទបុគ្គលផងអញ្ចឹងលោកអាចជួយបញ្ជាក់ដល់ប្រិយមិត្តអ្នកស្ដាប់បន្តិចទៀតបានទេថាតើវិវាទការងារនោះមានប្រមាណប្រភេទដែរចាមានទាំងអស់ថា4ប្រភេទចាមុនហ្នឹងខ្ញុំបានលើកឡើងថាយើងមានវិវាទរួមហើយវិវាទបុគ្គលវិវាទរួមមានដំណើរការដោះស្រាយមួយដោយឡែកវិវាទបុគ្គលមានដំណើរការដោះស្រាយមួយដោយឡែកទៀតហើយវិវាទដែលហៅថាវិវាទបុគ្គលគឺជាវិវាទរវាងកម្មករនយោជិតម្នាក់ឬក៏ច្រើនអ្នកជាមួយនឹងនយោជកម្នាក់ទៅលើរឿងចង់និយាយថារឿងដោយឡែកពីគ្នាតាក់ទងទៅនឹងការបកស្រាយច្បាប់ការងារតាក់ទងទៅនឹងកិច្ចសន្យារបស់គាត់ជាដើមហ្នឹងបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំធ្វើការនៅក្នុងក្រុមហ៊ុនមួយហើយខ្ញុំម្នាក់ឯងហ្នឹងខ្ញុំចង់ដំឡើងប្រាក់ខែចង់បានប្រាក់ខែបន្ថែមទៀតហើយខ្ញុំធ្វើការតវ៉ាទៅខាងនយោជករបស់ខ្ញុំតែម្នាក់ឯងអានេះយើងហៅថាវិវាទរួមវិវាទបុគ្គលបាទចំពោះវិវាទរួមវិញគឺជាទូទៅគឺសំដៅលើកម្មករមួយក្រុមឬក៏ច្រើនអ្នកអញ្ចឹងឧទាហរណ៍ខ្ញុំមានគ្នាមួយក្រុមសុំឡើងប្រាក់ខែទាំងអស់គ្នាខ្ញុំដាក់ពាក្យហ្នឹងទៅសុំទៅដល់នយោជករបស់ខ្ញុំវិវាទនេះអាចចាត់ទុកថាជាវិវាទបុគ្គលដែរបាទចា៎បាទអញ្ចឹងសំដៅទៅលើភាគច្រើនទៅលើកម្មករមួយក្រុមដែលមានសាច់រឿងតែមួយអញ្ចឹងឧទាហរណ៍សុំឡើងប្រាក់ខែដូចខ្ញុំលើកមិញអញ្ចឹងក្រៅពីប្រភេទវិវាទរួមវិវាទបុគ្គលដែលខ្ញុំនិយាយហើយហ្នឹងនៅមានវិវាទពីរប្រភេទទៀតដែលនៅពេលដែលធ្វើការដោះស្រាយបន្តទៅទៀតទៅវាមានការបែងចែកដំណើរការខុសគ្នាទៀតគឺមានវិវាទអំពីសិទ្ធិហើយនឹងវិវាទអំពីផលប្រយោជន៍បាទវិវាទអំពីសិទ្ធិគឺជាវិវាទអំពីអ្វីដែលច្បាប់ឬក៏កុងត្រាឬក៏កិច្ចព្រមព្រៀងរបស់គាត់ជាមួយក្រុមហ៊ុនមានស្រាប់ហើយនេះគឺជាវិវាទអំពីសិទ្ធិឧទាហរណ៍ថាក្រុមច្បាប់ថាកម្មករនយោជិតអាចមានសិទ្ធិឈប់សម្រាកប្រចាំឆ្នាំរយៈពេល18ថ្ងៃអញ្ចឹងបើសិនជាក្រុមហ៊ុនគាត់ឲ្យតែ15ថ្ងៃកម្មករគាត់ធ្វើការតវ៉ាអញ្ចឹងវិវាទប្រភេទហ្នឹងយើងហៅថាវិវាទអំពីសិទ្ធិវិវាទអំពីផលប្រយោជន៍គឺជាវិវាទអំពីអ្វីដែលអត់ទាន់មានអត់មានចែងនៅក្នុងច្បាប់បាទអត់មានចែងនៅក្នុងច្បាប់ឬក៏ពីអ្វីអត់ទាន់មានដែលគាត់ទាមទារសម្រាប់ពេលអនាគតអីជាដើមហ្នឹងលោកអ្នកកំពុងស្ដាប់ការផ្សាយឡើងវិញរបស់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានប្រជាពលរដ្ឋយើងកំពុងតែរងចាំហើយចង់ដឹងចង់ឮណាស់កម្មវិធីអភិបាលកិច្ចល្អបង្កើតកម្មវិធីនេះឡើងគាត់នឹងយល់បានថាតើអ្វីដែលជាអភិបាលកិច្ចល្អហើយការចូលរួមរបស់គាត់តើចូលរួមទៅលើស្អីខ្លះហើយសិទ្ធិរបស់គាត់នឹងគាត់មានតួនាទីត្រឹមណាក្នុងការចូលរួមអភិបាលកិច្ចល្អនេះជួយចែករំលែកនៅចំណេះដឹងការបញ្យល់បន្ថែមទៀតទាក់ទងនឹងវិមជ្ឈការវិសាមជ្ឈការអភិបាលកិច្ចល្អមូលដ្ឋានទៅដល់ប្រជាពលរដ្ឋយើងគឺជាកត្តាចាំបាច់សម្រាប់ឲ្យបង្កើនការអភិវឌ្ឍដល់ប្រទេសយើងចំណុចល្អណាស់ដែលគម្រោងនេះបានរៀបចំឲ្យមានកម្មវិធីវិទ្យុនេះគឺជាការផ្ដល់ឬក៏ចែករំលែកនូវព័ត៌មានដ៏ទូលំទូលាយទៅដល់ប្រជាពលរដ្ឋដើម្បីគាត់បានយល់ដឹងកម្មវិធីវិទ្យុគេស្ដាប់បានឮច្រើនតន់សភាពការហើយគេអាចឆ្លើយឆ្លងជាមួយយើងហើយគេយល់ហើយយើងក៏បានយល់ទឹកចិត្តគេវិញដែរអភិបាលកិច្ចល្អផ្ដើមចេញពីយើងទាំងអស់គ្នាក្នុងការអភិវឌ្ឍសង្គមពូមីលីមកពីកំពង់ចាមចាវិវាទកម្មរវាងនយោជកនិងនយោជិកវិវាទកម្មរវាងសិទ្ធិរបស់កម្មករនិងនយោជករវាងទ្រព្យដែលត្រូវបានរបស់នយោជិកជាមួយនឹងនយោជកដូច្នេះវិវាទកម្មនោះវាក្នុងបញ្ហាដោះស្រាយនៅក្រសួងការងារជាដោះស្រាយប៉ុន្តែខ្ញុំចង់ដឹងថាវិវាទសេចក្តីតម្រូវការខាងក្រៅនៃច្បាប់តើវិវាទកម្មនៅខាងក្រៅនៃច្បាប់នោះមានឧបត្តិហេតុអ្វីដែលកើតឡើងខ្លះហើយវិវាទកម្មយើងអាចដោះស្រាយតាមវរៈបទនៃផ្លូវណាឬក៏ទៅតាមអង្គការក្រៅរដ្ឋាភិបាលឬក៏ក្នុងរដ្ឋាភិបាលបើគ្មានច្បាប់សម្រាប់វិវាទកម្មដូចជាការចោទបានរបស់កម្មករខ្ញុំលើកតិចទៅណាបាទដូចជាការចោទបានរបស់កម្មករថាចង់បានប្រាក់ខែហ្នឹងក្នុងមួយខែ$61វាមិនគ្រាន់ទេចង់បាន$150ទើបគ្រាន់កាពះរបស់ខ្លួនផងគ្រួសារខាងក្រៅផងដោយនៅជាស្រុកប្រទេសនេះផងហើយវាមិនបានដោយបំណងហើយចង់បាននៅ$150ដើម្បីចិញ្ចឹមហ្នឹងតើវិវាទកម្មជារវាងកម្មករនិងនយោជកហ្នឹងយើងដោះស្រាយយ៉ាងម៉េចក៏ដើម្បីកុំឲ្យមានអំពើហិង្សាកើតទេណាកុំឲ្យអំពើហិង្សាកុំឲ្យកើតអរគុណច្រើនចាស់ភ្ជាប់ជាមួយនឹងសំណួររបស់លោកពូមាសលីតែម្ដងនេះខ្ញុំក៏ចង់ជម្រាបសួរលោកអំពីនីតិវិធីនៃការដោះស្រាយវិវាទនីមួយៗដោយដែលលោកបានជម្រាបជូន
អញ្ចឹងថាមានវិវាទការងាររួមបុគ្គលមានវិវាទអំពីសិទ្ធិនិងពីផលប្រយោជន៍ប្រហែលលោកពូមាសលីមិញផ្ដោតទៅលើវិវាទផលប្រយោជន៍ចាដែលអត់មានចែងនៅក្នុងច្បាប់ឬមួយក៏គាត់សុំប្រសើរជាងច្បាប់ទៅទៀតអញ្ចឹងថាតើវិវាទមួយហ្នឹងដោះស្រាយមាននីតិវិធីដោះស្រាយយ៉ាងដូចម្ដេចចាស់សូមជើញកាលពីដើមខ្ញុំបានសង្ខេបខ្លះហើយថាវិវាទរួមវិវាទយើងនិយាយវិវាទបុគ្គលបើសិនជាមានក្រសួងការងារគាត់ធ្វើការផ្សះផ្សាហើយបើសិនជាគាត់ផ្សះផ្សាអត់បានជោគជ័យទេគាត់ចប់ហើយភាគីគាត់អាចបន្តការដោះស្រាយនៅតុលាការបាទហើយតុលាការមានជាន់ទី1ទី2ទី3អញ្ចឹងទៅហើយបើវិវាទរួមស្ថាប័នទី1គឺក្រសួងការងារដែរគាត់ធ្វើការផ្សះផ្សាដែរបើសិនជាអត់បានជោគជ័យគាត់បញ្ជូនសំណុំរឿងហ្នឹងមកកាន់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបាទហើយក្រុមប្រឹក្សាអាជ្ញាកណ្ដាលគាត់នឹងធ្វើការដោះស្រាយហើយចេញជាយើងហៅថាសេចក្តីបង្គាប់បើសិនជាភាគីគាត់អត់អនុវត្តតាមនិយាយថាបើសិនជាភាគីអត់អនុវត្តតាមភាគីគាត់អាចមើលទៅលើថាតើវិវាទជាវិវាទអំពីសិទ្ធិឬក៏វិវាទអំពីផលប្រយោជន៍បាទចា៎អញ្ចឹងនៅពេលដែលបើសិនជាវិវាទពីសិទ្ធិគឺគាត់ត្រូវទៅដោះស្រាយនៅតុលាការបន្តទៀតឬគាត់អាចធ្វើកោតកម្មឬក៏ lock out ជាដើមអញ្ចឹងហើយបើវិវាទនេះជាវិវាទអំពីផលប្រយោជន៍តុលាការយើងគាត់អត់ដោះស្រាយទេបាទដោយសារតុលាការយើងហៅថាជាតុលាការតាមបែបប្រព័ន្ធច្បាប់ស៊ីវិលអញ្ចឹងគាត់អត់ដោះស្រាយអ្វីដែលច្បាប់អត់មានចែងទេអញ្ចឹងភាគីអ្វីដែលគាត់អាចធ្វើបានគឺដោះស្រាយតាមរយៈការទាមទារធ្វើកោតកម្មឬក៏ចរចាយតទៅទៀតអញ្ចឹងទៅបាទអញ្ចឹងត្រឡប់មកសំណួររបស់ពូមីលីវិញដែលថាតើលោកពូប្រើពាក្យស្ទើរតែជាពាក្យដែលលក្ខណៈអសរសាស្ត្រខ្ពស់មែនតើចា៎វិវាទកម្មឬក៏វីរៈបទអីលោកពូលើកឡើងហ្នឹងប៉ុន្តែតាមស្ដាប់ឧទាហរណ៍ប្រហែលជាឆ្លើយតាមស្ដាប់ឧទាហរណ៍ថាកម្មករលោកពូប្រហែលជាដឹងច្រើនព្រោះអីគាត់លើកឡើងតាំងពីថាសប្តាហ៍ថ្ងៃ$61បាទជាក់ស្ដែងគឺកម្មកររបស់យើងនៅក្នុងនៅខាងរោងចក្រកាត់ដេរគឺវិស័យកាត់ដេរដេរស្បែកជើងចា៎ដេរស្បែកជើងនេះគឺគាត់បានទទួលប្រាក់បមា$61បូកជាមួយប្រាក់រង្វាន់ផ្សេងហើយជាក់ស្ដែងគាត់ក៏កំពុងតែនៅធ្វើការទាមទារតទៀតដែរហ្នឹងអញ្ចឹងវិវាទហ្នឹងដូចអ្នកនាងធីតានិយាយអញ្ចឹងថាចាត់ទុកថាជាវិវាទផលប្រយោជន៍ហើយអញ្ចឹងបើសិនជាប្រើប្រព័ន្ធតាមច្បាប់ដោះស្រាយហើយអត់មានប្រព័ន្ធដោះស្រាយទេវិធីដែលគាត់អាចធ្វើបានគឺបន្តទាមទារបន្តចរចាជាមួយនឹងនយោជកឬក៏តំណាងរបស់គាត់អីអញ្ចឹងទៅឧទាហរណ៍ថានៅក្នុងវិស័យកាត់ដេរគាត់មានស្ថាប័នមួយដែលយើងហៅថាសមាគមនយោជកវិស័យកាត់ដេរកម្ពុជាដែលអក្សរកាត់ថា GMAC ហ្នឹងបាទអញ្ចឹងអាចថាគាត់ប្រមូលផ្ដុំគ្នាទៅចរចាដង្លើមប្រាក់ខែជាមួយ GMAC មានក្រសួងការងារគាត់ជាអ្នកធ្វើការសម្របសម្រួលអញ្ចឹងទៅបាទអញ្ចឹងអីដែលយើងអាចធ្វើបានមានប៉ុណ្្នឹងឯងនេះជាការផ្សាយឡើងវិញរបស់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានស្រីលៀបមកពីខាងខេត្តព្រៃវែងចា៎បើសិនជារោងចក្រមួយហ្នឹងគាត់កម្មករគាត់ត្រូវតាមបង្កើតសហជីពអញ្ចឹងគាត់ត្រូវតាមបង្កើតសហជីពអញ្ចឹងកម្មករហ្នឹងគាត់ត្រូវតាមបង្កើតសហជីពទី1ត្រូវការជូនតំណែងទៅក្រុមហ៊ុនដើម្បីថាកម្មករគាត់បង្កើតសហជីពអញ្ចឹងទៅជូនទៅលិខិតបកទៅក្រុមហ៊ុនដើម្បីឲ្យមានការជូនតំណែងទៅក្រុមហ៊ុនហើយតែងតែមានការឈប់កម្មករហ្នឹងដែលគាត់ជាសហជីពអញ្ចឹងគាត់ចូលរួមការសហជីពជាមួយទី1ហើយតើទៅមួយទៀតតើទៅនឹងកម្មករប្រើថេរវេលាកំណត់នៃរយៈពេល3ខែអីឬក៏1ខែអីចឹងរយៈខ្លះក៏ប្រើពី1ខែតើទៅបញ្ហាហ្នឹងនៅពេលដែលកម្មករចង់កាត់សហជីពនៅពេលហ្នឹងក្រុមហ៊ុនជាដើមហ្នឹងគឺតែងតែលឈប់ឬក៏ដល់ចិត្តដល់អាណាទៅចឹងគេពិចារណាគាត់ខ្ញុំគិតថាអាហ្នឹងគឺជាវិធានការមួយដែរខ្ញុំពាក់ទៅមួយទៀតគឺគេហៅថានៅពេលរោងចក្រហ្នឹងកម្មករគាត់បានធ្វើការនៅក្នុងរោងចក្រហ្នឹងតើរោងចក្រហ្នឹងដូចជាប្រើគាត់ធ្វើការថែមកច្រើនពេកនៅពេលដែលកម្មករហ្នឹងគាត់អត់ចាស់ធ្វើការថែមកហើយទៅកម្មករតបង់ប្រាចឹងដែរកម្មករហ្នឹងគាត់អត់ពេញចិត្តធ្វើការថែមកអ្វីដែលថាគឺរបស់គាត់ទេនៅពេលមានថ្ងៃមួយហ្នឹងកម្មករគាត់អត់ធ្វើខ្លួនអត់អីទេគាត់ចង់ធ្វើការចេញមក4នៅពេលហ្នឹងមានប្រធានក្រុមអីចឹងឬក៏ប្រធានផ្នែកចិនហ្នឹងប្រាប់ថាអ្នកឯងមិនថែមកទេខ្ញុំនឹងមិនបន្តកំប្រាក់ឲ្យអ្នកឯងទេហើយខ្ញុំចង់សួរថាវិវាទហ្នឹងវាកើតចេញពីអ្នកណាហើយវិវាទហ្នឹងបើសិនជាកម្មករហ្នឹងគាត់អត់ព្រមថែមកទៅខ្ញុំចង់សួរថាវិវាទហ្នឹងជាវិវាទរួមឬក៏ជាវិវាទបុគ្គល
ហើយជាទូទៅខ្ញុំច្រើនតែឃើញមានរឿងតាក់ទងនឹងកម្មករដែលប្រើច្រាក់លាកំណត់ខ្លីៗហ្នឹងឯងនៅពេលដែរកម្មករហ្នឹងគាត់ចេះគិតប្រាក់ខែខ្លួនគាត់អីអញ្ចឹងទៅណាពេលដែលគាត់ខែម៉ោងខែ3ឬក៏គាត់បានដឹងខ្លះពីតាក់ទងច្បាប់ដីពីការងារនៅពេលដែលកម្មករហ្នឹងគាត់ចេះធ្វើការតវ៉ាទាមទារនៅពេលហ្នឹងក្រុមហ៊ុនតែងតែលំដាប់កិច្ចសន្យាគាត់ខ្ញុំថាខ្ញុំចង់សួរថាវិវាទហ្នឹងវាជាវិវាទលោកពលឬក៏វិវាទរួមដែលគាត់ទាមទារអ្វីដែលស្របនឹងច្បាប់ទេអរគុណច្រើនស្រីលៀបឧទាហរណ៍ថាតកតងទៅនឹងការបង្កើតសហជីពបើសិនជាមានវិវាទនឹងឡើងវិវាទនេះគឺចាត់ទុកថាជាវិវាទពិសេសទៅព្រោះអីច្បាប់ការងារយើងមានចែងអំពីសិទ្ធិក្នុងការបង្កើតសហជីពឬក៏សមាគមអីជាដើមហ្នឹងហើយវិវាទពីកិច្ចសន្យាការងារហ្នឹងក៏ជាវិវាទពីសិទ្ធិដែរច្បាប់យើងអត់ដែលផ្លាស់ប្ដូរទេតាំងពីឆ្នាំ97មកគ្រាន់តែការអនុវត្តនៅក្នុងវិស័យកាត់ដេរយើងឃើញថាមានការផ្លាស់ប្ដូរខ្លះតាំងពី2001ដែលសេលៀបធ្វើការហ្នឹងរហូតមកដល់ឥឡូវហ្នឹងប៉ុន្តែច្បាប់អត់ដែលផ្លាស់ប្ដូរទេហើយវិវាទនេះគឺជាវិវាទពិសិដ្ឋដែរហើយឧទាហរណ៍វិវាទថាគាត់ធ្វើការលើសម៉ោងច្រើនពេកហើយគាត់អត់ចង់ធ្វើការលើសម៉ោងទេក៏អត់សូវស្រួលខ្លួនអីកម្មករតកែឬក៏ supervisor ចិនគម្រាមគាត់អីហ្នឹងក៏ជាវិវាទពិសិដ្ឋដែរតែគាត់អាចដឹងបានការធ្វើការបន្ថែមម៉ោងជាការងារស្ម័គ្រចិត្តបាទអញ្ចឹងខ្ញុំគិតថាសង្ខេបយ៉ាងខ្លីគឺប៉ុណ្្នឹងឯងបាទលោកអ្នកកំពុងស្ដាប់ការចាក់ផ្សាយឡើងវិញកម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានធម្មជាតិភូមិខ្ញុំគយគុណមិនណាយប្រជាទាំងឡាយរួមដោយសង្កតុំគ្មានជាតិគីមីផ្សែងពុលដោយក្រុងក្រអូបស្រូវទុំប្រហើអោក្លិនម្អមក្រអូបស្រូវទុំប្រហើអោក្លិនម្អមរាត្រីមកដល់ចង់រត់ខាន់ខ្ញុំដោយតន្ត្រីប្រគំបំពេមនុស្សម្នាឲ្យគេងលងលងកុំព្រួយវេលាព្រោះមានព្រះងារមន់រងាវដាំងព្រោះមានព្រះងារមន់រងាវដាំងយុវវ័យយើងអើយដីស្រែមានហើយកុំបីកណ្ដើយយើងត្រូវតែកែច្នៃប្រកបមុខរបរកសិកម្មឲ្យប្រពៃប្រសើរជាងថ្លៃទៅធ្វើដំណាក់ស្រនេះគេថាជួញចិត្តល្អជាងជួញឆ្ងាយជីវិតសบายព្រោះចិត្តយើងស្ងប់កុំចង់លុបលួនប្រែរពលកើតទុកធ្វើអ្វីឲ្យសមតាមសមត្ថភាពធ្វើអ្វីឲ្យសមតាមសមត្ថភាពយើងគេថាជួញចិត្តល្អជាងជួញឆ្ងាយជីវិតសប្បាយព្រោះចិត្តយើងស្ងប់កុំចង់លុបលុនក្រែងអស់ពលទុកធ្វើអ្វីដែលសមតាមសមត្ថភាពយើងធ្វើអ្វីដែលសមតាមសមត្ថភាពយើងជាប់ធម្មជាតិជួមជុំមិត្តញាតិយល់ចិត្តយល់កាយជីវភាពទូធាមិនខ្វះអ្វីឡើយផុតទុកបានស្បាយព្រោះការព្យាយាមផុតទុកបានស្បាយព្រោះតែការព្យាយាមទីណាក៏ដូចជានៅទីណាក៏ដូចជាទីណាឧស្សាហ៍មិនដាច់ពោះទេយើងស្រាយមិនដាច់ពោះមិនខ្លាក្រុងស្រែឲ្យតែរីងរេកុំបីទុំនេស្ងៀមអិនប្រយោជន៍កុំបីទុំនេស្ងៀមអិនប្រយោជន៍ចង់បានប្រពន្ធមិនមែនលំបាំងទោះបីបុនសាំងត្រឹមកាំងសកឲ្យតែមានលុយច្បាស់មុខកបមិនបាច់អង្គឲ្យស្រីស្រឡាញ់មិនបាច់អង្គឲ្យស្រីស្រឡាញ់បើមិនជឿស្ពីក៏ដើរទៅអូនរកសង្ហារតែគ្មានលុយគ្មានមុខរបរច្បាស់លាស់ជួយខ្លួនឯងមិនបានតើពួកអូនស្រឡាញ់ដល់អត់គិតមើលអូនគិតមើល
អ្នកកំពុងស្ដាប់ការផ្សាយឡើងវិញរបស់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានចាស់លោកនាងអ្នកស្ដាប់ជាទីមេត្រីចាស់នៅពេលនេះលោកអ្នកកំពុងតែតាមដានស្ដាប់នៅការផ្សាយពីកម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានចាស់ដែលប្រធានបទថ្ងៃនេះតើវិវាទការងារត្រូវដោះស្រាយដោយរបៀបណាឬក៏ដោះស្រាយដូចម្តេចចាស់ហើយនៅក្នុងបន្ទប់ផ្សាយគឺយើងមានវាគ្មិនមួយរូបចាស់ឥឡូវនេះនឹងខ្ញុំសូមអនុញ្ញាតបន្តសំណួរតទៅទៀតចាស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលគឺជាស្ថាប័នដោះស្រាយវិវាទការងារមួយចាស់ថាតើលោកអាចជួយសង្ខេបអំពីដំណើរការដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលឲ្យប្រិមិត្តបានជ្រាបបន្តិចបានទេថាតើការដោះស្រាយនោះមានលក្ខណៈដូចម្តេចដែរចា៎អញ្ចឹងបន្ទាប់ពីក្រសួងការងារវិវាទនឹងបញ្ជូនទៅក្រុមសាអាជ្ញាកណ្ដាលវិវាទរួមហ្នឹងហើយនីតិវិធីដោះស្រាយនៅក្រុមសាអាជ្ញាកណ្ដាលគឺដំបូងពួកគាត់មករើសអាជ្ញាកណ្ដាលខ្លួនគាត់ដែលមានអាជ្ញាកណ្ដាល3នាក់ហ្នឹងហើយអាជ្ញាកណ្ដាល3នាក់ហ្នឹងនឹងហៅគាត់មកឲ្យធ្វើសវនាការអញ្ចឹងគឺជាឱកាសដែលគាត់ការពារខ្លួនលើកភ័ស្តុតាងលើកអំណះអំណាងអីរបស់គាត់អញ្ចឹងទៅដើម្បីឈ្នះក្តីហើយបន្ទាប់ពីសវនាការទៅក្រុមអាជ្ញាកណ្ដាល3នាក់ហ្នឹងគាត់នឹងទៅជជែកគ្នាតើត្រូវចេញជាសេចក្តីសម្រេចរបៀបម៉េចដែលយើងហៅសេចក្តីបង្គាប់ហ្នឹងបាទអញ្ចឹងនៅពេលចេញជាសេចក្តីបង្គាប់ហ្នឹងទៅតាមច្បាប់របស់យើងគឺគាត់មានរយៈពេល8ថ្ងៃក្នុងការជំទាស់បើសិនជាគាត់ជំទាស់គាត់អាចប្រើនីតិវិធីតុលាការចំពោះវិវាទអំពីសិទ្ធិឬក៏កោតកម្ម lock out បើសិនជាវិវាទហ្នឹងវិវាទអំពីផលប្រយោជន៍យ៉ាងជាដើមអញ្ចឹងអាហ្នឹងជានីតិវិធីសង្ខេបដែលខ្លីអំពីការដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលហើយសរុបរយៈពេលនៅក្នុងការដោះស្រាយអត់យូរយើងស្ដាប់ទៅយើងស្មុគស្មាញប៉ុន្តែតាមពិតជាទូទៅគឺយើងដោះស្រាយតែក្នុងរយៈពេល18ថ្ងៃទេតាំងពីយើងទទួលសំណុំរឿងមកហ្នឹងបាទនៅក្នុងនីតិវិធីនៃការដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលគឺប្រើរយៈពេលតែ18ថ្ងៃទេបាទនៅពេលយើងទទួលសំណុំរឿងមកចាដូច្នេះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលឬក៏សេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលហ្នឹងភាគីត្រូវតែអនុវត្តតាមឬក៏យ៉ាងដូចម្តេចដែរចាសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលឬក៏អ្នកខ្លះហៅសេចក្តីសម្រេចចុះប៉ុន្តែភាសាផ្លូវការថាសេចក្តីបង្គាប់មាន2ប្រភេទគឺទី1យើងហៅថាចងកាតព្វកិច្ចសេចក្តីបង្គាប់ចងកាតព្វកិច្ចហើយទី2មិនចងកាតព្វកិច្ចបាទអញ្ចឹងបើសិនជាសេចក្តីបង្គាប់នឹងចងកាតព្វកិច្ចគឺភាគីត្រូវអនុវត្តតាមហើយបើសិនជាមិនមួយខាងអត់អនុវត្តតាមមួយខាងទៀតក៏អាចដាក់សុំទៅតុលាការដើម្បីចាប់បង្ខំយើងហៅថាអនុវត្តបង្ខំតាមរយៈតុលាការបាទហើយបើសិនជាសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ចភាគីគាត់អាចធ្វើការដោះស្រាយបន្តដោយខ្ញុំលើកឡើងវិញអញ្ចឹងបាទវាពីសិទ្ធិទៅតុលាការផលប្រយោជន៍ចរចាតទៀតឬក៏ធ្វើកោតកម្ម lock out ឬក៏នីតិវិធីអីដែលភាគីគិតថាអាចជួយដោះស្រាយបញ្ហាគាត់បានបាទអភិបាលកិច្ចល្អផ្ដើមចេញពីយើងទាំងអស់គ្នាក្នុងការអភិវឌ្ឍសង្គមក្នុងករណីដែលខាងភាគីវិវាទគាត់ជ្រើសរើសយកសេចក្តីបង្គាប់ដែលជាប់កាតព្វកិច្ចប៉ុន្តែក្រោយមកគឺភាគីមួយមិនអនុវត្តទៅតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលតើភាគីម្ខាងទៀតត្រូវដោះស្រាយវិវាទនឹងដោយរបៀបណាទៅចា៎ខ្ញុំលើកមុននេះដែរថាបើមកខាងសេចក្តីបង្គាប់ជាប់កាតព្វកិច្ចមកខាងទៀតអត់អនុវត្តគាត់អាចទៅឲ្យតុលាការចាប់បង្ខំភាគីម្ខាងទៀតឲ្យអនុវត្តអញ្ចឹងនីតិវិធីនឹងមានចែងនៅក្នុងក្រមនីតិវិធីរដ្ឋវិន័យរបស់យើងដែលទៅបង្កើតឆ្នាំ2006ថ្មីនេះបាទលោកអ្នកកំពុងស្ដាប់ការផ្សាយឡើងវិញរបស់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋាននោះមួយទៀតចង់ជម្រាបសួរទៅលោកអ៊ីសំភីផងដែរថាលោកបានមានប្រសាសន៍ថាការដោះស្រាយវិវាទនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលហ្នឹងគឺមានរយៈពេលតែ18ថ្ងៃទេនឹងបញ្ចប់នៅនីតិវិធីនៅក្នុងការដោះស្រាយវិវាទនៅវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលតើរយៈពេល18ថ្ងៃហ្នឹងតើខាងសមាជិកឬក៏ក្រុមប្រឹក្សាអាជ្ញាកណ្ដាលហ្នឹងមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការចុះទៅអង្កេតដើម្បីចេញសេចក្តីមកសម្រេចមកឲ្យវាអាចប្រមូលភស្តុតាងឬក៏ចុះទៅអង្កេតរកភស្តុតាងអីអាចធ្វើការសម្រេចដោយភាពយុត្តិធម៌បានដែរទេចាបើក្នុងរយៈពេលខ្លីបែបហ្នឹងចាបាទអរគុណច្រើនបញ្ជាក់បន្តិចរយៈពេល18ថ្ងៃចាប់ពីទទួលអញ្ចឹងនៅពេលទទួលពីក្រសួងមកភ្លាមរយៈពេល3ថ្ងៃក្នុងការបង្កើតក្រុមអាជ្ញាកណ្ដាលដែលភាគីមករើសខ្ញុំបើភាគីរើសបានលឿនជាងនឹងទៀតរយៈពេលរួញទៅទៀតចាហើយជានីតិវិធីលឿនជាងគេបំផុតហើយនៅលើពិភពលោកចាហើយសំណួរតើក្បោះក្បាយអត់មានពេលចុះទៅអង្កេតអីអត់ហ្នឹងជាទូទៅយើងឃើញថាភាគអាជ្ញាកណ្ដាលក្រុមអាជ្ញាកណ្ដាលគាត់ពឹងទៅលើភាគីនៅក្នុងការពារខ្លួនគាត់
ថាតើមិនគាត់ត្រូវឈ្នះមិនគាត់ត្រូវចាញ់ជាដើមហ្នឹងហើយអញ្ចឹងគាត់ពឹងផ្អែកទៅលើឯកសារដែលភាគីគាត់ដាក់មកជាដើមលើកលែងតែករណីចាំបាច់ដែលថាគាត់ត្រូវចុះទៅអង្កេតគឺគាត់មានអំណាចនៅក្នុងការចុះទៅអង្កេតនៅតាមស្ថាប័នឬទៅតាមកន្លែងធ្វើការជាដើមហ្នឹងប៉ុន្តែជាក់ស្ដែងមិនសូវជាច្រើនមកប៉ុន្តែមានករណីវិវាទខ្លះដែលគាត់ត្រូវចុះទៅដល់កន្លែងដែរហើយបើសិនជាអញ្ចឹងជួនកាលអាចត្រូវការពជាហើយការចេញសេចក្តីបង្គាប់នឹងដែរហើយជាទូទៅយើងឃើញភាគីគាត់យល់ថាបញ្ហាវិវាទរបស់គាត់មានការស្មុគស្មាញអញ្ចឹងដើម្បីឲ្យមានការដោះស្រាយមួយដែលល្អសម្រាប់ខ្លួនគាត់ត្រូវចាំបាច់ត្រូវផ្ដល់ពេលឲ្យអាជ្ញាកណ្ដាលអនុវត្តបន្ថែមទៅទៀតហើយប៉ុន្តែជាទូទៅគឺយើងធ្វើបានក្នុងរយៈពេល18ថ្ងៃហ្នឹងបាទកម្មវិធីអបាលកិច្ចនេះគួរតែប្រជាពលរដ្ឋយើងចូលរួមឲ្យបានច្រើនជាយោបល់ជាសំណូមពរឬក៏ចូលរួមជាអ្វីៗដើម្បីឲ្យប្រជាពលរដ្ឋយើងទូទាំងប្រទេសមានការយល់ដឹងកាន់តែស៊ីជម្រៅពិសេសគឺប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានដែលគាត់មិនដែលហៅថាបានចូលរួមប្រជុំបើគាត់និយាយមកកាន់វិទ្យុសម្របសម្រួលធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដើម្បីគាត់បានចូលរួមអ្វីដែលគាត់លើកឡើងអ្វីដែលគាត់ចង់និយាយចង់ប្រាប់ពីកង្វល់គឺត្រូវបានយកមកផ្សព្វផ្សាយក៏មានអ្នកខ្លះគេក៏ញញើតក្នុងការដែលនិយាយប៉ុន្តែផ្សព្វផ្សាយឲ្យជាពលរដ្ឋក៏បានយល់ដឹងឲ្យច្រើនឲ្យគាត់ចាំស្ដាប់ផ្សព្វផ្សាយធ្វើម៉េចឲ្យមានភាពទូលាយហើយយកពេលសមស្របពេលវេលារបស់គាត់ឲ្យខ្លឹមសារខ្លីងាយយល់ផលិតជាខិត្តប័ណ្ណផ្សេងៗដើម្បីឲ្យគាត់យល់ដឹងហើយនឹងបានរៀបចំឲ្យមានការប្រគួតយោបល់ឬក៏ការចុះទៅសម្ភាសពួកគាត់ថែមទៀតដើម្បីឲ្យគាត់កាន់តែយល់ដឹងថែមទៀតពីកម្មវិធីវិទ្យុហ្នឹងបាលកិច្ចល្អផ្ដើមចេញពីយើងទាំងអស់គ្នាក្នុងការអភិវឌ្ឍសង្គមនេះខ្ញុំចង់ជម្រាបសួរទៅលោកថាតើលោកអាចជម្រាបត្រួសបានទេថាតើភាគីវិវាទហ្នឹងគួរតែត្រៀមនៅឯកសារឬក៏ត្រៀមអ្វីខ្លះដើម្បីទៅចូលរួមនៅក្នុងការដោះស្រាយវិវាទនៅក្រមប្រឹក្សាអាជ្ញាកណ្ដាលដើម្បីឲ្យប្រកាសថាខ្លួនឯងហ្នឹងមានអំណាចគ្រប់គ្រាន់ហើយអាចនឹងឈ្នះនៅក្នុងរឿងក្តីនៅក្រមប្រឹក្សាអាជ្ញាកណ្ដាលចា៎អាជ្ញាកណ្ដាលគាត់ពឹងទៅលើឲ្យភាគីហើយតាមពិតទៅខ្ញុំឃើញថាភាគីខ្លះគាត់បែរជាដាក់បន្ទុកមកខាងក្រមប្រឹក្សាអាជ្ញាកណ្ដាលវិញប៉ុន្តែតាមពិតគាត់មើលតែឯកសារហើយនឹងការពារខ្លួនរបស់ភាគីឯងបើសិនជាខ្លួនយើងអត់បានរៀបចំខ្លួនឲ្យបានល្អទៅដល់ក្រមសញ្ញាកដាលយើងអាចមានឱកាសចាញ់ច្រើនហើយអញ្ចឹងមុនទៅដល់ពេលដែលមានវិវាទទៅដល់អាជ្ញាកដាលហើយត្រូវរៀបចំខ្លួនហើយរៀបចំខ្លួនហ្នឹងយើងមើលជាទូទៅយើងអាចប្រមូលភស្តុតាងតាក់ទងទៅនឹងភស្តុតាងឬក៏សាកសីអីប្រមូលឲ្យបានច្រើនមកតាក់ទងវិវាទហ្នឹងហើយមើលច្បាប់ការងារឬក៏កិច្ចសន្យាកិច្ចព្រមព្រៀងឲ្យផ្សេងដែលនេះហ្នឹងចងក្រងឲ្យបានល្អមកហើយនៅពេលដែលការពារខ្លួនយើងរកអ្នកណាដែលគាត់ប្រកែនិយាយប្រកែលើកបង្ហាញទៅក្រុមសញ្ញាកដាទៅអញ្ចឹងឱកាសគាត់អាចឈ្នះច្រើនជាតាមពិតទៅយើងមាននៅខាងក្រុមសញ្ញាកដាយើងមានធ្វើជា DVD មួយដែលបង្រៀនថាតើត្រូវរៀបចំខ្លួនឬក៏ត្រូវត្រៀមមួយម៉េចឡើងការពារក្តីម៉េចដើម្បីទទួលបានឱកាសឈ្នះកាន់តែច្រើនអញ្ចឹងបើសិនជាចាប់អារម្មណ៍អាចតាក់ទងទៅខាងក្រុមសញ្ញាកដាដើម្បីទទួលបាន DVD នឹងដែរបាទលោកអ្នកកំពុងស្ដាប់ការផ្សាយឡើងវិញរបស់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានអរគុណជាចុងក្រោយតើលោកមានជាការផ្ដាំផ្ញើអ្វីទៅកាន់គូភាគីដែលពាក់ព័ន្ធក្នុងការដោះស្រាយវិវាទនៅក្រមប្រឹក្សាអាជ្ញាកណ្ដាលចា៎ខ្ញុំសូមអរគុណដែលដោយថាការខិតខំប្រឹងប្រែងរបស់ពួកខ្ញុំនៅខាងក្រមប្រឹក្សាអាជ្ញាកណ្ដាលហ្នឹងត្រូវបានទទួលការទុកចិត្តពីអ្នកប្រើប្រាស់របស់យើងហើយរហូតដល់ថ្មីគាត់មានចុះជា MOU មួយដែលថាទៅដោះស្រាយនៅក្រមប្រឹក្សាអាជ្ញាកណ្ដាលទៅចងកាតព្វកិច្ចហើយអញ្ចឹងនេះគឺជាការទុកចិត្តមួយធំរបស់ភាគីនៅក្នុងការដោះស្រាយវិវាទការងារហើយសង្ឃឹមថាភាគីវិវាទនឹងនឹងបន្តប្រើប្រព័ន្ធដោះស្រាយវិវាទនឹងបន្តទៅទៀតដោយជៀសវាងការធ្វើកោតកម្មឬក៏ជៀសវាងការធ្វើសកម្មភាពណាមួយដែលប៉ះពាល់ទៅដល់សេដ្ឋកិច្ចឬក៏សន្តិសុខសង្គមរបស់យើងបាទអភិបាលកិច្ចល្អផ្ដើមចេញពីយើងទាំងអស់គ្នាក្នុងការអភិវឌ្ឍសង្គម
អរគុណច្រើនចាស់ដោយពេលវេលាយើងបានមកដល់ទីបញ្ចប់ទៅហើយចាស់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានក៏បានឈានមកដល់ទីបញ្ចប់ចាស់ឆ្លៀតឱកាសនេះនាងខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់លោកអ៊ីសំភីដែលជាប្រធានផ្នែកបណ្ដុះបណ្ដាលនិងទំនាក់ទំនងនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមនៅក្នុងកម្មវិធីយើងដែលបានចែករំលែកនៅចំណេះដឹងក៏ដូចជាបទពិសោធន៍ជូនដល់ប្រិយមិត្តអ្នកស្ដាប់នៅក្នុងកម្មវិធីនេះហើយក៏សូមអរគុណទៅដល់ប្រិយមិត្តដែលបានចំណាយពេលវេលាទូរស័ព្ទចូលរួមជាមួយនឹងកម្មវិធីយើងក៏ដូចជាប្រិយមិត្តដែលបានចំណាយពេលវេលាតាមដានស្ដាប់កម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានតាំងពីដើមរហូតមកដល់ទីបញ្ចប់នេះផងដែរចា៎សម្រាប់ពេលនេះនាងខ្ញុំធីតារួមជាមួយនឹងលោកអ៊ីសំភីនិងក្រុមការងារសូមអរគុណនិងសូមគោរពលាកម្មវិធីអភិបាលកិច្ចល្អមូលដ្ឋានអនុវត្តដោយការិយាល័យសម្របសម្រួលគម្រោងអភិបាលកិច្ចល្អមូលដ្ឋាននៃក្រសួងមហាផ្ទៃផលិតដោយអង្គការឆេមឧបត្ថម្ភដោយធនាគារពិភពលោក OCS និងរាជរដ្ឋាភិបាលកម្មវិធីនេះនឹងធ្វើការផ្សាយបន្តផ្ទាល់រៀងរាល់ថ្ងៃប្រហ័សថ្ងៃសុក្រវេលាម៉ោង 10 ដល់ម៉ោង 11 ថ្ងៃត្រង់តាមរយៈស្ថានីយ៍វិទ្យុសារកា FM 106.5 MHz